ពេលឲ្យ Reagan ជួយកម្ចាត់ព្រលឹងខ្មោចដែលតែងតែមកយាយីដំណាំចម្ការរបស់គាត់កសិករនោះប្រាប់ Reagan ថាគាត់ក្រណាស់ប្រហែលជាអត់មានលុយច្រើនបង់ថ្លៃសេវាឲ្យ Reagan នោះទេក្រោយពេលគិតមកស្ទុះ Reagan ក៏ព្រមជួយកសិករនោះដោយយកថ្លៃឈ្នួលគិតជាភោគផលដំណាំចំនួន 30% ក្រោយពេលប្រមូលផលរួចបន្ទាប់ពីនិយាយត្រូវគ្នាហើយនៅល្ងាចនោះ Reagan បានទូរស័ព្ទហៅមកឲ្យមកជួយគាត់គ្រាន់តែមកដល់ភ្លាមមកដឹងភ្លាមថានៅកន្លែងហ្នឹងមានក្លិនព្រលឹងខ្មោចហើយព្រលឹងខ្មោចនោះសន្ធិដ្ឋនៅក្នុងខ្លួនទីងម៉ងដេញចាបមួយនៅក្បែរនោះមើលទៅទីងម៉ងនោះមិនជាកាយប្រមាណទេគ្រាន់តែមកធ្វើដៃពីរក៏អាចចាត់ការវាបានស្រេចតែបន្តិចក្រោយមកដីស្រាប់តែរញ្ជួយហើយមានបិសាចឬឈើយ៉ាងធំផុសចេញពីដីចាប់មកហើយនឹង Reagan ជាប់បិសាចឬឈើនោះបាននិយាយថាវានឹងយក Reagan ហើយនឹងមកធ្វើជាជីរបស់វានិយាយហើយវាក៏ចាប់ Reagan រុំទុកចំណែកមកបានប្រើអំណាចចិត្តរើខ្លួនរួចការប្រយុទ្ធនៅពេលហ្នឹងអត់ប្រយោជន៍ទេដោយសារតែឬឈើទាំងនោះមិនមែនជារូបរាងពិតប្រាកដរបស់វាហើយបិសាចឬឈើនោះបានគម្រាមមកថាបើសិនជានៅតែតដៃវានឹងសម្លាប់ Reagan ចោលភ្លាមបន្ទាប់មកបិសាចឬឈើបានចាប់រោមមកជាប់ហើយកប់ចូលទៅក្នុងដីមកដឹងថាឬឈើអស់ទាំងហ្នឹងត្រូវបានគេបញ្ជាពីចម្ងាយអញ្ចឹងហើយគាត់ក៏ប្រើអំណាចចិត្តដណ្ដើមគ្រប់គ្រងឬឈើទាំងនោះបន្ទាប់ពីមកកណ្ដាលគ្រប់គ្រងឬឈើបានមួយចំនួនហើយរាងកាយពិតប្រាកដរបស់បិសាចនោះបានបង្ហាញខ្លួនដែលមានតែលលាក្បាលមួយតែប៉ុណ្ណោះនៅពេលនោះវាបានប្រមូលឬឈើធ្វើជាខ្លួនមួយយ៉ាងធំចង់ជន់សម្លាប់ Reagan ចោលស្នាល្អមកបានប្រមូលឬឈើធ្វើជាកណ្ដាប់ដៃយ៉ាងធំមួយទៅវាយបំបែកលលាក្បាលវាបានមុនក្រោយពេលចាប់ការងារលើកនោះកសិករបានឲ្យសម្ភារៈកសិកម្មមួយចំនួនមានក្របពូជហើយនឹងជីបង់ថ្លៃសេវាឲ្យ Reagan ជំនួសឲ្យលុយហើយ Reagan ក៏បានចែកថ្លៃសេវាឲ្យមកជាក្របពូជប្រូកូលីមកកញ្ចប់ផងដែរបាទអរគុណលោកគ្រូពិតជាចិត្តបានណាស់លុយមិនឲ្យទេឲ្យក្របពូជនៅពេលនោះ Reagan បានសុំឲ្យមកសាកប្រើអំណាចចិត្តរបស់គាត់ជួយធ្វើឲ្យដើមឈើរីដែលគាត់ទុំដាំដុះបានលឿនហើយនៅពេលដែលមកសាកធ្វើពិតជាដុះលឿនមែនចំណែកផ្លែរបស់វាក៏ល្អទៀតគ្រាន់តែរសជាតិញ៉ាំមិនកើតនោះទេបន្តមកសាច់រឿងបានកាត់ទៅមើលមនុស្សមួយក្រុមដែលពួកគេកំពុងតែរួមគ្នាបង្កើតសាសនាមួយឈ្មោះថា Cycle Helmet មនុស្សទាំងអស់ហ្នឹងកាលពីមុនគ្រប់សាសនារបស់ Dimple ប៉ុន្តែបន្ទាប់ពីមកបានចាត់ការ Dimple ចោលពួកគេកំពុងតែស្វែងរកមកដើម្បីធ្វើជាមេដឹកនាំសាសនាឲ្យពួកគេក្នុងចំណោមពួកគេ Ichi ដឹងថាមកជានរណាហើយនៅណាប៉ុន្តែនាងអត់ទាន់ប្រាប់ពួកគេនៅឡើយទេដោយសារតែស្ថានភាពបច្ចុប្បន្ននាងដឹងថាមកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំមនុស្សអញ្ចឹងជាបឋមនាងត្រូវតែរកវិធីជួយមករឹងមាំជាមុនសិនសូមលើកថា Ichi នឹងគឺជាមិត្តរួមថ្នាក់របស់ Mob ដែលមានគោលដៅចង់ធ្វើជាអ្នកយកព័ត៌មានដ៏ល្បីម្នាក់ហើយនាងយល់ថារឿងរ៉ាវរបស់ Mob គួរចាប់អារម្មណ៍បើសិនជាសរសេរចេញជាព័ត៌មានជួយនាងល្បីបានអញ្ចឹងហើយទើបនាងត្រូវការសិក្សាស្វែងយល់ពី Mob ឲ្យបានច្រើនបន្តិចបន្តមកមានថ្ងៃមួយនៅសាលារៀន Shinji ដែលជាប្រធានសមាគមសិស្សបានយល់ព្រមទទួលកំហុសរឿងដែលគាត់បានច្នៃផុសតាងដោយចោទគេចោទឯងហើយនៅពេលនេះគាត់សុំលាលែងតំណែងជាប្រធានសមាគមសិស្សចាប់ពីថ្ងៃនេះតទៅនៅពេលនោះ Ichi បាននឹកឃើញចង់ឲ្យ Mob ឈរឈ្មោះជាបេក្ខជនប្រធានសមាគមសិស្សថ្មីដើម្បីឲ្យគេបោះឆ្នោតក្នុងពេលឆាប់ៗខាងមុខកាត់ទៅមើលមកវិញនៅថ្ងៃនេះគាត់បានដើរកាត់បន្ទប់ថ្នាក់រៀនរបស់ Subomi ហើយចាប់អារម្មណ៍ថានាងពិតជាស្អាតណាស់នៅពេលនោះ Ichi បានឈរភ្លើងពីក្រោយខ្នងគាត់មិនដឹងថានាងទៅពីពេលណាហើយនាងដឹងច្បាស់ណាស់ថា Mob លួចក្រាស់ Subomi បន្តមក Ichi បានហៅ Mob ទៅនិយាយគ្នានាងនិយាយប្រាប់ Mob តាមត្រង់ថា Subomi គឺជាស្រីស្អាតមានគេលួចក្រាស់ច្រើនណាស់ហើយបើមើលតាមស្ថានភាពរបស់ Mob បច្ចុប្បន្នគាត់អត់មានឱកាសនោះទេប៉ុន្តែបើសិនជា Mob បានជាប់ខ្លាយទៅជាប្រធានសមាគមសិស្សគាត់ច្បាស់ជាមានឱកាសច្រើនជាមួយនឹង Subomiលើអញ្ចឹងមកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងហើយក៏ព្រមចូលឈ្មោះឲ្យគេបោះឆ្នោតធ្វើជាប្រធានសមាគមសិស្សចាប់ពីពេលនោះមកបានខិតខំរៀនសូត្រវឹកហាត់លត់ដំខ្លួនដើម្បីត្រៀមខ្លួនចូលប្រកួតក្រោយមកមិនយូរប៉ុន្មានថ្ងៃបោះឆ្នោតបានចូលមកដល់ហើយគេតម្រូវឲ្យបេក្ខជនដែលត្រូវចូលរួមប្រកួតឡើងថ្លែងសន្ទរកថាម្ដងម្នាក់ចុងក្រោយដល់វេនមកមិត្តភក្តិរបស់គាត់បាននាំគ្នាគាំទ្រយ៉ាងខ្លាំងជាពិសេសគឺ Ichi នេះបានសរសេរ script ឲ្យមកបន្តិចឡើងចាំមាត់អស់ហើយដល់ពេលមកនិយាយគាំងជាប់ដោយរូបចម្លាក់អញ្ចឹងគួរឲ្យសង្ឃឹមណាស់ប្រវត្តិសាស្ត្រគឺជាលើកទី1ហើយដែលបេក្ខជនឡើងទៅហាមាត់ជង្គង់រយៈពេល5នាទីអត់មាននិយាយអីមួយម៉ាត់នៅថ្ងៃនោះមកពិតជាខ្មាស់ខ្លួនឯងណាស់មិនគួរណាចូលរួមប្រកួតជាមួយគេសោះបន្តមកទទួលបានលិខិតស្នេហាមួយណាត់ជួបគាត់នៅក្រៅសាលានាងមានឈ្មោះថា Amy ហើយនាងដោយសារមកតែមានភាពក្លាហានហ៊ានចោលឈ្មោះឲ្យគេបោះឆ្នោតទោះបីជាដឹងថាគាត់មិនសូវចេះក៏ដោយចាប់តាំងពីថ្ងៃនោះមកពួកគេទាំងពីរនាក់បានរាប់អានគ្នាយ៉ាងស្និទ្ធស្នាលហើយមកបានជួន Amy ទៅផ្ទះជារៀងរាល់ថ្ងៃទោះជាយ៉ាងណាទំនាក់ទំនងរវាងពួកគេត្រូវបានបិទបញ្ចប់ទៅវិញត្រឹមតែរយៈពេល1អាទិត្យតែប៉ុណ្ណោះAmy សារភាពថាតាមពិតទៅនាងក៏មិនបានលួចក្រាស់ Mob នោះដែរមូលហេតុដែលនាងមកតាក់ទង Mob គឺដោយសារតែនាងភ្នាល់ចាញ់មិត្តភក្តិនាងយល់ថាការដែល Mob ឡើងទៅនិយាយគាំងលើវេទិកាគឺជារឿងកំ pl ែងអញ្ចឹងហើយពួកគេចង់លេងសើចជាមួយ Mob បន្ថែមទៀតនៅពេលនិយាយចប់ Amy ក៏សុំទោស Mob ហើយចាក់ចេញពីទីនោះនៅពេលហ្នឹង Mob ក៏មានអារម្មណ៍ថាអន់ចិត្តខ្លាំងណាស់ដែរប៉ុន្តែគាត់មិនបានខឹងសម្បារនោះទេ Mob គិតថាក្នុងរយៈពេល1អាទិត្យកន្លងមកគាត់ទទួលបានបទពិសោធន៍ជីវិតថ្មីមួយដែលគាត់មិនដែលបានជួបហើយបទពិសោធន៍ជីវិតជួយធ្វើឲ្យ Mob មានភាពចាស់ទុំច្រើនជាងមុនកាត់ទៅមើល Amy បន្តិចទៀតនៅល្ងាចថ្ងៃនោះពេលដែលនាងដើរទៅផ្ទះជាមួយមិត្តភក្តិរបស់នាងបានរកឃើញរឿងប្រឡោមលោកនៅក្នុងកាបូបរបស់ Amy ដែល Amy យកឲ្យមកមើល Amy ចូលចិត្តតែងរឿងប្រឡោមលោកប៉ុន្តែមិត្តភក្តិរបស់នាងបែរជាសើចចំអកឲ្យនាងទៅវិញដល់ពេលអញ្ចឹងទៅ Amy ក៏កុហកមិត្តភក្តិរបស់នាងថានាងទៅសេលេងពេលត្នេតែប៉ុណ្ណោះលើអញ្ចឹងមិត្តភក្តិរបស់នាងក៏ហែកប្រឡោមលោកនោះចោលកុំឲ្យ Amy ខាតពេលជាមួយវាតទៅទៀត
ហើយចៃដន្យមកបានដើរទៅឃើញនៅពេលដែលបានជួបមកមិត្តភក្តិរបស់អេមីបាននាំគ្នានិយាយសើចចំអកឲ្យគាត់ប៉ុន្តែមកបានតបតអីទេគាត់បានអោនរើកំទេចកំទីប្រឡោមលោករបស់អេមីហើយនិយាយថាមនុស្សណាក៏ចេះឈឺចាប់ដែរនៅពេលដែលឃើញគេបំផ្លាញរបស់ដែលខ្លួនគិតថាសំខាន់សម្ដីរបស់មកបានធ្វើឲ្យអេមីភ្ញាក់ខ្លួនហើយឡើងខ្វល់ពីការសើចពេកជ្រីរបស់មិត្តភក្តិទៅរើប្រឡោមលោករបស់នាងវិញក្រោយមកនៅពេលដែលមកហើយនឹងអេមីរើកំទេចប្រឡោមលោកបានមកកំណោហើយស្រាប់តែមានខ្យល់បានមកបក់កំណោនោះឲ្យប៉ាងចាត់ខ្ចាយទៅវិញគួរឲ្យសង្ឃឹមណាស់នៅពេលនោះមកបានប្រើអំណាចចិត្តរបស់គាត់ប្រមូលកំទេចកំទីប្រឡោមលោករបស់អេមីយកមកតចូលគ្នាហើយបកគលឲ្យអេមីវិញពេលនេះអេមីដឹងហើយថាមកមានសមត្ថភាពខ្លាំងយ៉ាងណាហើយនាងក៏មានចិត្តស្ញប់ស្ញែងចំពោះទឹកចិត្តរបស់មកខ្លាំងណាស់ដែររឿងរ៉ាវទាំងអស់ហ្នឹងស៊ូបមីមើលឃើញទាំងអស់ហើយក៏លួចសរសើរមកនៅក្នុងចិត្តយ៉ាងខ្លាំងបន្តមកសាច់រឿងបានកាត់ទៅមើលប្រហែលថ្ងៃក្រោយមកនៅ office របស់ Reagan ថ្ងៃនេះមានអតិថិជនម្នាក់បានមករក Reagan ហើយពឹងឲ្យ Reagan ជួយដាក់បណ្ដាសាទៅលើមនុស្សម្នាក់ដែលគាត់ស្អប់ដំបូងឡើយ Reagan បានបដិសេធព្រោះវាមិនមែនជាជំនាញរបស់គាត់ប៉ុន្តែដោយសារតែអតិថិជនបង្ខំខ្លាំងពេកគាត់ក៏ធ្វើជាយកក្តារមួយស្លឹកមកទៅសេជាយ័ន្តរួចហើយហុចឲ្យអតិថិជនយកទៅលាក់នៅកន្លែងណាដែលឆ្ងាយពីខ្លួនក្រោយមកបន្ទាប់ពីអតិថិជនចេញទៅផុតមកបានបញ្ចេញមតិផ្ទាល់ខ្លួនរបស់គាត់ថាទោះបីជា Reagan ធ្វើយ័ន្តคล้ายៗក៏អតិថិជននៅតែគិតថាយ័ន្តនឹងពិតប្រាកដហើយវានៅតែជួយដុតកំហឹងរបស់អតិថិជនចំពោះមនុស្សដែលគាត់ស្អប់នៅពេលឃើញមកចេះបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនអញ្ចឹង Reagan គិតថាមកដូចជាចម្លែកតាមធម្មតាមកមិនដែលចេះបញ្ចេញមតិយោបល់អីនោះទេក្រោយមកទៀតមានថ្ងៃមួយពេលចេញពីរៀនមកត្រូវបានក្មេងធំពីរនាក់ប៊ូលីនៅពេលនោះមកបានតបតជាមួយនឹងពួកគេទេប៉ុន្តែឌីមផលបានចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនអាម្នាក់នោះឲ្យរំស្រាតតែម្ដងបើគុំតមកជួយគាត់មិនដឹងថារងខ្មាស់គេដល់ពេលណាក្រោយពេលដឹងខ្លួនវិញអាម្នាក់នឹងអត់បានដឹងគុណមកហើយឆ្លៀតមកគម្រាមមកថែមទៀតនៅពេលហ្នឹងរៀនស៊ូបានមកដល់ហើយប្រើក្បាត់កម្នាក់នឹងរឹតកម្នាក់នឹងកុំឲ្យចេះតែហ៊ានក្រោយមកទៀតក្រុមអ្នកហាត់កាយសម្បទារបស់ Goda ក៏បានមកជួយថែមទៀតប៉ុន្តែមកបានសុំបក Goda ឲ្យដោះលែងពួកគេទៅនៅពេលហ្នឹងមិត្តភក្តិរបស់មកទាំងអស់គ្នាសិតតែនិយាយថាថ្ងៃក្រោយបើសិនជាមានរឿងយ៉ាងទៀតមកគួរតែប្រើអំណាចចិត្តបដៅពួកគេចេញការបដៅក្មេងទំនើងអស់ទៅនឹងអាចជារឿងល្អដល់សង្គមផងដែរបន្តមកនៅយប់នោះមានអតិថិជន3នាក់បានទៅរក Reagan ទាំងយប់ឲ្យជួយទៅកម្ចាត់ព្រលឹងខ្មោចនៅកន្លែងមួយដែលពួកគេបានថតជាប់នៅក្នុងរូបថត Reagan ប្រាប់ថាមិនបាច់ទៅកម្ចាត់ធ្វើអីទេគ្រាន់តែកាត់ត Photoshop យករូបខ្មោចនោះចេញពីរូបថតទៅបានហើយប៉ុន្តែអតិថិជននៅតែអត់ព្រមហើយសុកចិត្តបង់ថ្លៃយ៉ាងខ្ពស់ហើយ Reagan នឹងមកទៅចាត់ការព្រលឹងខ្មោចនោះទាំងយប់នៅពេលដែលទៅដល់ Reagan នឹងមកបានពិនិត្យឃើញថាទីនោះគឺជាផ្ទះចាស់បាក់បែកដែលគេបោះបង់ចោលមួយហើយមកបានមើលឃើញព្រលឹងខ្មោច3នាក់ដែលជាឪពុកម្ដាយហើយនិងកូននៅពេលដែលមកប្រៀបចាត់ការពួកគេព្រលឹងខ្មោចទាំងនោះបានសុំមកថាកុំបំបាយបំបាក់ពួកគេអីពួកគេមិនបានធ្វើបាបមនុស្សឡើយបើសិនជាចង់បញ្ជូនពួកគេទៅនៅកន្លែងផ្សេងសូមបញ្ជូនពួកគេទៅនៅជុំគ្នាផងចុះពេលឮដូច្នេះមកក៏មានចិត្តរារែកមិនចង់ធ្វើបាបពួកគេនោះទេប៉ុន្តែអតិថិជននៅតែទាមទារឲ្យមកចាត់ការពួកគេចោលអារម្មណ៍របស់មកនៅពេលនោះពិតជាពិបាកសម្រេចចិត្តណាស់គាត់យល់ថាខ្មោចក៏មានល្អមានអាក្រក់ដូចមនុស្សដែរមនុស្សខ្លះអាក្រក់ជាងខ្មោចទៀតផងនៅពេលហ្នឹងដើម្បីចង់ដឹងថាខ្មោចនឹងល្អឬក៏អាក្រក់ឌីមផលក៏ទៅនិយាយដកឲ្យព្រលឹងខ្មោចសម្រាប់អតិថិជនទាំង3នាក់នឹងចោលទៅឲ្យឆាប់ចប់រឿងត្បូឡាព្រលឹងខ្មោចគិតថាធ្វើអញ្ចឹងដែរប៉ុន្តែក្រោយមកក៏ធ្វើទៅមិនរួចនៅពេលនោះដោយសារតែឃើញថាមកមានអារម្មណ៍ស្ទាក់ស្ទើរខ្លាំង Reagan ក៏ធ្វើជាបាយអំបិលជុំវិញទីនោះហើយក៏ហៅអតិថិជនថាគាត់ចាត់ការខ្មោចរួចអស់ហើយពេលត្រឡប់ទៅដល់ផ្ទះវិញមកបានសញ្ជឹងគិតថាបើសិនជាថ្ងៃណាមួយគាត់ខ្លាយទៅជាមនុស្សអាក្រក់ដើរសម្រាប់គេសម្រាប់ឯងដោយមិនដឹងខុសត្រូវតើនៅលើលោកនេះមានអ្នកណាអាចបញ្ឈប់គាត់បានទៅប្រហែលថ្ងៃក្រោយមក Reagan ទទួលបានការងារធំមួយ Client របស់គាត់នៅលើហ្នឹងគឺជា CEO ប្រចាំក្រុមហ៊ុនហេរ៉ៃវត្ថុយ៉ាងធំមួយដែលជាអ្នកមានស្ដុកស្ដំនៅពេលដែល Reagan នាំមកទៅដល់ទីនោះគាត់ឃើញថានៅទីនោះមានអ្នករកស៊ីកម្ចាត់ព្រលឹងខ្មោចដូចជាគាត់ជាច្រើនអ្នកត្រូវបានគេអញ្ជើញទៅកាន់ទីនោះផងដែរបន្តមកប្រធានក្រុមហ៊ុនដែលជា Client ឈ្មោះ Asakari បានទៅដល់ការដែលគាត់អញ្ជើញអ្នកដែលចេះកម្ចាត់ព្រលឹងខ្មោចស្ទើរតែទូទាំងប្រទេសទៅជួបជុំគ្នានៅទីនោះគឺដើម្បីស្វែងរកអ្នកដែលមានសមត្ថភាពអាចជួយសង្គ្រោះកូនស្រីរបស់គាត់បាន Mr. Asakari ជឿថាកូនស្រីរបស់គាត់ត្រូវបានព្រលឹងខ្មោចយ៉ាងសាហាវចូលសន្ធិដ្ឋនៅក្នុងខ្លួនបើសិនជាអ្នកណាគេអាចកម្ចាត់ព្រលឹងបិសាចនៅក្នុងខ្លួនរបស់នាងបានគាត់នឹងឲ្យប្រាក់រង្វាន់យ៉ាងច្រើនគ្រាន់តែឮថាលុយច្រើនភ្លាម Reagan ចាប់អារម្មណ៍មុនគេប៉ុន្តែគ្រូចាប់ខ្មោចផ្សេងទៀតអត់សុខចិត្តទេដោយសារតែ Reagan នឹងមកក្រោយគេដល់ទៅពេលអញ្ចឹង Mr. Asakari ឲ្យពួកគេប៉ាវបើអ្នកណាឈ្នះអាចចូលទៅមុនបើនិយាយពីរឿងប៉ាវគ្មានអ្នកណាអាចប៉ាវឈ្នះ Reagan ឡើយដោយសារតែគាត់ប្រកែកខាងចិត្តសាស្ត្រកូនស្រីរបស់ Mr. Asakari មានឈ្មោះថា Minori នាងត្អូញត្អែប្រាប់ Reagan ថាប៉ារបស់នាងឥឡូវប្លែកណាស់គាត់ចាប់នាងដាក់ច្បាក់ហើយជួនកាលវាយដំនាងទៀតលឺអញ្ចឹង Mr. Asakari ដែលឈរមើលពីកញ្ចក់ម្ខាងទៀតប្រកែកចាច់ថាគាត់អត់បានធ្វើអញ្ចឹងនោះទេMinori បាននិយាយទៀតថាមានពេលខ្លះប៉ារបស់នាងឲ្យមនុស្សប្រុសមួយចំនួនចូលមកខាងក្នុងបន្ទប់នឹងហើយប្រើដៃស្ទាបឯរាងកាយរបស់នាងប្រាប់ Reagan ឲ្យប្រយ័ត្នកុំជឿប៉ារបស់នាងឲ្យសោះព្រោះនាងគិតថាប៉ារបស់នាងត្រូវបានខ្មោចចូលហើយបន្ទាប់ពីបានស្ដាប់សម្ដីរបស់ Minori ចប់ Reagan ក៏បានដើរចេញមកវិញនៅពេលហ្នឹងគ្រូចាត់ខ្មោចផ្សេងទៀតដែលឈរមើលពីខាងក្រៅគិតថា Minori អត់មានបញ្ហាអីទេពួកគេបែរជាចោទ Mr. Asakari ថាធ្វើបាបកូនស្រីទៅវិញមានតែ Reagan តែម្នាក់តែប៉ុណ្ណោះដែលដឹងថា Minori មានបញ្ហានិយាយមិនតាន់ចប់ផង Minori បានប្រើអំណាចរបស់នាងបំបែកកញ្ចក់បន្ទប់ឡើងប្រាវពេលនេះការប៉ັດដឹងអស់ហើយព្រលឹងខ្មោចដែលនៅក្នុងខ្លួន Minori មិនបាច់សម្ដែងទៀតទេបន្តមកគ្រូចាត់ខ្មោចបានដាក់វេនគ្នាចូលទៅចាត់ការនាងម្ដងម្នាក់
តែមើលទៅដូចជាអត់ប្រយោជន៍សោះនៅពេលហ្នឹងឌីមផលបានប្រាប់រេហ្គិនហើយនៅមកថាបបងការងារនឹងចោលទៅហើយបញ្ញាប់រត់ទៅគាត់ស្គាល់ថាបលឹងនៅក្នុងខ្លួនរបស់ Minori ឈ្មោះ KG ឈ្មោះហ្នឹងរេហ្គិនក៏ធ្លាប់ឮដែរកាលពី40ឆ្នាំមុន KG នឹងគឺជាអ្នកចេះប្រើអំណាចចិត្តយ៉ាងខ្លាំងពូកែគាត់មានឈ្មោះល្បីក្នុងការជួយសង្គ្រោះអ្នកដទៃទូរទស្សន៍និងកាសែតចុះផ្សាយពីគាត់មិនដាច់នោះទេប៉ុន្តែក្រោយមកគាត់ស្រាតបាត់ខ្លួនមានគេនិយាយថា KG នឹងទៅធ្វើការងារផ្លូវងងឹតដើម្បីរកលុយជួយព្យាបាលជំងឺឲ្យម៉ាក់របស់គាត់ឌីមផលប្រាប់ថាកាលពី40ឆ្នាំមុន KG នឹងបៀតនឹងស្លាប់គាត់ចោលម្ដងហើយកាលហ្នឹង KG ដោយមនុស្សឈួនអញ្ចឹងគាត់ដើរស្រូបបលឹងខ្មោចដើម្បីនៅពេលដែលគាត់ស្លាប់ទៅគាត់នឹងក្លាយទៅជាបលឹងខ្មោចដល់កាយសាហាវបើតាមសម្ដីរបស់ KG គឺគាត់ចង់សងសឹកជាមួយនឹងក្រុមមនុស្សដែលធ្វើបាបគាត់សំណាងណាស់ដែលនៅពេលនោះឌីមផលអាចគេចរួចមុនពេល KG ស្រូបគាត់យកទៅអស់ត្រឡប់មកបច្ចុប្បន្នវិញ KG បានក្លាយទៅជាបលឹងខ្មោចកាយសាហាវបានសម្រេចហើយមើលទៅដូចជាគ្មានគ្រូចាក់ខ្មោចណាអាចចាត់ការគាត់បានឡើយនៅពេលនោះមានគ្រូចាក់ខ្មោចម្នាក់ឈ្មោះជោដែលល្បីថាខ្លាំងជាងគេបានចេញទៅប្រឈមមុខជាមួយនឹង KGគួរឲ្យអស់សង្ឃឹមណាស់សូម្បីតែតាជោដែលល្បីថាខ្លាំងជាងគេហ្នឹងក៏ត្រូវបាន KG គ្រប់គ្រងខ្លួនបានដែរនៅពេលនោះ KG បានបោះតាជោសម្ដៅទៅកាន់ Reagan ហើយត្រូវបាន Reagan ឡើងមកជង្គង់ឡើងចុកហើយការបន្តទៀតគឺ KG បានបើកការវាយប្រហារទៅលើមនុស្សគ្រប់គ្នានៅកន្លែងហ្នឹងអ្នកដែលទប់ទល់ជាមួយនឹង KG បានខ្លះនៅពេលនោះគឺម៉បនៅពេលនោះម៉បបានប្រើអំណាចរបស់គាត់ប្រហែលជា 90% ទៅរុញបលឹងរបស់ KG ចេញពីខ្លួនរបស់ Minori គួរឲ្យសោកស្ដាយណាស់ការព្យាយាមរបស់ម៉បនៅពេលនោះអត់បានសម្រេចម៉បដឹងថាគាត់មិនអាចវាយប្រហារខ្លួន KG ពីក្រៅបានទេដោយសារតែវាអាចធ្វើឲ្យ Minori មានគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងហើយម៉បក៏នឹកឃើញចង់ដកបលឹងរបស់គាត់ទៅប្រយុទ្ធជាមួយនឹង KG នៅក្នុងរាងកាយរបស់ Minori តែម្ដងហើយដើម្បីអាចធ្វើអញ្ចឹងបានម៉បត្រូវការប៉ឹងឌីមផលឲ្យជួយគ្រប់គ្រងរាងកាយរបស់គាត់នៅពេលដែលបលឹងរបស់គាត់អត់នៅឈុតត្រង់នោះម៉បដូចជាទុកចិត្តឌីមផលជ្រុលតាំងពីដើមមកឌីមផលតែតែមានកំណត់ចង់ដណ្ដើមកាន់កាប់រាងកាយរបស់ម៉បសូម្បីតែ Reagan ក៏អត់ទុកចិត្តឌីមផលដែរហើយចង់ឲ្យម៉បពិចារណាឡើងវិញប៉ុន្តែម៉បអត់បានពិចារណាច្រើនទេក៏ដកបលឹងចេញពីខ្លួនបាត់ឆ្លៀតការនោះ KG បានសម្រុកមកវាយប្រហារ Reagan ហើយនឹងម៉ប KG សួរមកបែបឌឺថាបើសិនជាអត់ត្រូវការរាងកាយមួយនឹងតើគាត់សុំបានអត់ចម្លើយគឺអត់បាននោះទេដោយសារតែនៅពេលនេះរាងកាយនឹងត្រូវបានឌីមផលគ្រប់គ្រងហើយបន្តមកឆ្លៀតពេលដែល KG លបលជាប់ដៃប្រយុទ្ធគ្នាជាមួយនឹងឌីមផលបលឹងរបស់ម៉បបានស្ទុះទៅបញ្ជ្រាបចូលរាងកាយរបស់ Minori បានសម្រេចពេលចូលទៅដល់ម៉បនៅក្នុងពិភពវិញ្ញាណមួយដែលគ្រប់គ្រងដោយ KG នៅទីនោះ KG បានលុបការចងចាំរបស់ម៉បឲ្យគាត់ភ្លេចថាគាត់ចេះប្រើអំណាចចិត្តបន្តមក KG បានបញ្ជូនម៉បទៅនៅពិភពវិញ្ញាណដែលគាត់បង្កើតឡើងមួយរយៈពេល6ខែនៅទីនោះម៉បបានដឹងខ្លួនថាគាត់ចេះប្រើអំណាចចិត្តនោះទេហើយគាត់ត្រូវបានគេប៊ូលីរាល់ថ្ងៃអ្នកដែលប៊ូលីគាត់មានច្រើនអ្នកតែអ្នកដែលឧស្សាហ៍ដឹកនាំក្រុមមកប៊ូលីគាត់ជាងគេគឺ Minori ហើយវាគឺជាអត្តចរិតរបស់នាងពិតៗមុនពេលដែលរាងកាយរបស់នាងត្រូវបានគ្រប់គ្រងដោយ KG នៅពិភពពិតខាងក្រៅនៅវិញឌីមផលចាប់អារម្មណ៍ថាម៉បធ្វើការលើកនឹងដូចជា